ពេលដែលគាត់ទៅដល់ហ្នឹងគឺគាត់ចាប់ដើមតក់ស្លុតដោយសារតាខ្ទមដែលគាត់ធ្វើហើយកាលពីម្សិលហ្នឹងមានគេវាយកំទេចចោលអស់ពេលភ្លាមនោះគាត់ក៏បានទេទៅប្តីគាត់តែប្តីរបស់គាត់ហ្នឹងគឺអត់លើកទូរស័ព្ទទេដោយបងពុតជាមនុស្សដែលមិនជឿលើអបិយជំនឿគាត់បានស្ដីបន្ទោសឲ្យប្រពន្ធគាត់ថាឯងនេះមានពេលតនេអត់ប្រយោជន៍ទៅយកលុយទៅទាជាមួយនឹងពួកគូបោកប្រាស់បែបហ្នឹងមិនដឹងជាស្អីទេវាមិនដែលលើលោកនេះមានខ្មោចមានព្រាយមកពីណាទេអញ្ចឹងបងពៅគាត់ពិបាកចិត្តមែនទែនអញ្ចឹងគាត់បានទៅពិភាក្សាជាមួយនឹងបងស្រីគាត់គោរពជម្រាបសួរពុកម៉ែបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់របស់ Channel ថ្មីខ្ទមអរូបថ្ងៃនេះដែរខ្ញុំបានចែករឿងមួយពីបងស្រីម្នាក់ដែលគាត់រស់នៅខេត្តបាត់ដំបងបងស្រីពៅក៏ជាអាជីវករលក់តកកដុំនៅឯប្រចាំខេត្តបាត់ដំបងណាតាពីដើមឡើយហ្នឹងប្តីរបស់គាត់ធ្លាប់បួសធ្លាប់រៀនណាការបួសរបស់គាត់គឺបួសសងគុណឪពុកម្ដាយដោយមាននិស្ស័យក្នុងពុទ្ធសាសនាគាត់បានសុំឪពុកម្ដាយគាត់បួសបន្តអស់រយៈពេល4ព្រះវស្សាការបួសរៀនរបស់គាត់ហ្នឹងគឺតែងតែជារៀងរាល់ថ្ងៃគាត់តែងតែទៅតាំងសមាធិហ្នឹងនៅក្រោមដើមពោធិ៍មួយកន្លែងអញ្ចឹងគាត់បានជួបប្រទះជាមួយនឹងពួកអមនុស្សដែលនៅជុំវិញផ្ទះវិហារឬក៏នៅទីតាមវត្តអារាមហ្នឹងគាត់បានបញ្ជាក់ទៀតថាពេលដែលគាត់ចាប់ដើមតាំងសមាធិផ្លូវអារម្មណ៍ចាប់ដើមមូលហើយស្រាប់តែមានឃើញសមោខ្មៅមកចោលគាត់ថាណែកុំមកយកតោនកន្លែងអញទេឆាប់ចេញឲ្យឆ្ងាយបងបុតគាត់គិតថាគ្រាន់តែជាអារម្មណ៍នៅពេលដែលចូលឈានតែប៉ុណ្ណោះតែគាត់អ្នកដែលមានស្នាដៃល្អអញ្ចឹងគឺគាត់អត់មានការភ័យខ្លាចទេឲ្យតែគាត់ចាប់ដើមបិទភ្នែកតាំងសមាធិគឺចាប់ដើមមានឃើញសមោខ្មៅហ្នឹងគឺមកដេញគាត់ហើយអត់ឲ្យគាត់តាំងសមាធិនៅហ្នឹងទេដោយកន្លែងហ្នឹងគឺជាកន្លែងដែលស្ងប់ស្ងាត់ល្អអញ្ចឹងជារឿយៗគឺគាត់តែងមកតាំងសមាធិនៅកន្លែងហ្នឹងអស់រយៈពេល4ព្រះវស្សាគាត់ក៏អស់និស្ស័យក្នុងពុទ្ធសាសនាគាត់ក៏សូមឪពុកម្ដាយរបស់គាត់ស្ទាត់ហើយក៏បានបងបើហ្នឹងជាគូភរិយានឹងតែម្ដងតែបញ្ជាក់ផងដែរថាបងពុតគាត់អត់បានជឿលើអបិយជំនឿឬក៏ខ្លាចពួកអមនុស្សខ្មោចព្រាយអីទេបងពៅជាមួយស្វាមីគាត់មានចំណងដៃកូនប្រុសស្រីចំនួន2នាក់ណាអញ្ចឹងខ្ញុំសូមមកនិយាយពីផ្ទះរបស់បងពៅបន្តិចអញ្ចឹងនៅពីក្រោយផ្ទះរបស់បងពៅហ្នឹងគឺមានគុំអាស័យចំណាស់មួយគុំបងពៅក៏អត់ដឹងទេថាគុំអាស័យហ្នឹងវាកើតមកពីពេលណាទេតែតាមវាគាត់ដឹងក្តីមកគឺគាត់បានឃើញគុំអាស័យហ្នឹងនៅពីក្រោយផ្ទះរបស់គាត់ហ្នឹងហ្មងហើយកូនរបស់គាត់មិនថាកូនទី1ឬក៏កូនទី2ទេឲ្យតែពេលក៏ដាក់ឲ្យគេងម្នាក់ឯងពេលថ្ងៃគឺដឹងតាចាប់ដើមស្រែកហើយបើកភ្នែកក្លោតស្លឹងឆ្វេងស្លឹងស្ដាំអត់ដឹងតែគាត់ឃើញអីគាត់តែស្រែកយំនៅថ្ងៃមួយហ្នឹងគាត់ទុកឲ្យកូនស្រីពៅរបស់គាត់ហ្នឹងគេនៅបន្ទប់តែឯងហើយគាត់ចេញមកលក់តកកនៅខាងមុខផ្ទះណាគាត់ស្រាប់តែលឺសលេងស្រែកយំរបស់កូនគាត់ចេញពីក្នុងបន្ទប់ដេកអញ្ចឹងបងពៅគាត់ស្ទុះទៅមើលភ្លាមពេលនោះគាត់ឃើញកូនគាត់រត់ពេញបន្ទប់គេងរបស់គាត់ហ្នឹងហើយគោះទ្វារក្តាំងស្រែកយំហើយគាត់ក៏ចាប់អោបកូនគាត់សួរតែកូនកាត់អីកូនគាត់អត់ឆ្លើយមួយនឹងគាត់ទេភ្នែកហ្នឹងនៅតែស្លឹងមើលទៅខាងលើតបូលហើយស្រែកយំភ្នែកហ្នឹងមើលស្លើហើយគាត់លួងយ៉ាងណាក៏អត់បាត់អញ្ចឹងគាត់ក៏ឲ្យក្មួយគាត់ទៅហៅប្តីរបស់គាត់មកអញ្ចឹងប្តីគាត់អ្នកធ្លាប់បួសធ្លាប់រៀនអញ្ចឹងក៏គាត់ចេះបល័យចេះអីសូត្រលំងាប់កុំឲ្យកូនគាត់យំណាអញ្ចឹងបន្ទាប់ពីគាត់សូត្រមកស្ទុះមកកូនគាត់ក៏ចាប់ដើមស្ងាត់ដោយមានការមិនអស់ចិត្តគាត់ក៏សួរប្តីគាត់ដែរថាតើកូនគាត់នឹងអាចនឹងឃើញអីឬក៏មានបញ្ហាអីបានជាកូនគាត់ចេះតែយំអញ្ចឹងហើយគាត់គិតទៅលើរឿងអបិយជំនឿដែរតែប្តីគាត់ថាអើយវាមិនដែលមានរឿងចឹងទេក្មេងជាធម្មតាយើងដាក់ឲ្យគេងតែឯងគ្នាភ្ញាក់ឡើងអត់ឃើញឪពុកម្ដាយនៅចិត្តតែងតែស្រែកយំចឹងហើយដោយបងពៅគាត់មានការមិនអស់ចិត្តហើយគាត់ក៏ដឹងប្តីគាត់ដែរថាមិនសូវជាជឿលើរឿងអបិយជំនឿនោះទេថ្ងៃមួយគាត់បានទៅបបួលបងស្រីគាត់ដើម្បីទៅមើលគ្រូទាយមួយកន្លែងនៅខាងកើតលោកតាដំបងកញ្ញូដោយទៅដល់កន្លែងគ្រូទាយនោះគ្រូទាយគាត់ខុសពីគ្រូទាយផ្សេងដោយមើលតាមស្លឹកវាឬតាមបាត់ដៃចំណែកគ្រូទាយនេះវិញគឺគាត់ទាយតាមកូនក្រកស្នងរូបណា
អញ្ចឹងបន្ទាប់ពីគាត់ដាក់បរិយធូបទៀនហើយក៏ជាទំនាប់ខ្លះតាមសទ្ធាដែលយើងមានពួកអីគ្រូទាយនោះគាត់អត់ប្រកបទេយើងមានសទ្ធាដាក់ប៉ុណ្ណាគឺតាមនឹងទៅគាត់ក៏ចាប់ដើមចូលរូបទាយហើយក៏គាត់ចាប់ដើមនិយាយថានៅពីក្រោយដីរបស់បងពៅគឺមានកុំអាស័យចំណាស់មួយកុំអាស័យនោះគឺមានអ្នកយាមដីនៅកន្លែងហ្នឹងអ្នកយាមដីនោះគឺគាត់ស្លាប់តាំងពីសម័យសង្គ្រាមមកម្លេះដោយការខ្វះបុណ្យកុសលគ្មានអ្នកឧទ្ទិសបុណ្យកុសលឲ្យហើយបុណ្យគាត់ទៀតគឺគាត់នៅតែតល់យាមដីនៅកន្លែងហ្នឹងហើយការដែលគាត់មកបង្ហាញខ្លួនឲ្យក្មេងៗឃើញឬក៏មកឲ្យក្មេងៗយំខ្លាចហ្នឹងគឺគាត់អត់ចង់បានអីច្រើនទេគឺគាត់គ្រាន់តែចង់បានរបៀបដូចជាខ្ទមមួយសម្រាប់ឲ្យគាត់បាំងភ្លៀងពេលដែលភ្លៀងមកហើយសុំជាក្រែមម្សៅហើយពេលដែលរៀងរាល់ថ្ងៃសិលហ្នឹងគឺសុំដាក់ផ្លែឈើដាក់អីឲ្យគាត់ហូបផងព្រោះគាត់អត់បានហូបអីមកជាយូរហើយពេលដែលគាត់ដឹងពីដំណឹងនឹងភ្លាមគាត់ក៏យករឿងហ្នឹងទៅប្រាប់ប្តីគាត់ដោយបំពុតជាមនុស្សដែលមិនជឿលើអបិយជំនឿគាត់បានស្ដីបន្ទោសឲ្យប្រពន្ធគាត់ថាឯងនេះមានពេលតនេអត់ប្រយោជន៍ទៅយកលុយទៅទាយជាមួយនឹងពួកគូបោកប្រាស់បែបហ្នឹងមិនដឹងជាស្អីទេវាមិនដែលលើលោកនេះមានខ្មោចមានព្រាយមកពីណាទេអញ្ចឹងបងពៅគាត់ពិបាកចិត្តមែនទែនអញ្ចឹងគាត់បានទៅពិភាក្សាជាមួយនឹងបងស្រីគាត់ថាតើយើងគួរទៅដាក់ឲ្យគេអត់បើសិនជាមិនដាក់ទេអាចនឹងគេមកលោមកធ្វើឲ្យកូនគាត់យំទៀតហើយអញ្ចឹងកាលពីពិភាក្សាហើយគាត់ក៏ទៅប្រាប់ប្តីគាត់ម្ដងទៀតសុំឲ្យលួងលោមណាព្រោះគាត់ដឹងតែប្តីគាត់នឹងអត់សូវជឿរឿងហ្នឹងហើយប្តីគាត់ក៏បាននិយាយថាខ្ញុំប្រាប់ឯងហើយថាខ្ញុំមិនជឿរឿងចឹងទេមិនក៏ឯងទៅចេះរឹងក្បាលម្លេះមិនទៅធ្វើឲ្យអស់លុយអស់កាក់ហើយទៅជឿតាមអាគ្រូបោកហ្នឹងមែនគាត់ក៏មានការឆ្លោះប្រកែកគ្នាហើយមកស្ទុះក៏បំភពក៏គាត់ឈប់និយាយហើយក៏គាត់ដើរចេញលុះយប់ឡើងកូនគាត់ក៏ចាប់ផ្ដើមយំយោហើយក៏ចាប់ផ្ដើមរត់ស្ទុះចេញពីកន្លែងដេកណាហើយគោះទ្វារបន្ទប់ដៀងហើយគាត់ក៏ចាប់ដើមភ្ញាក់ចាប់ស្វ័យស្វាចាប់កូនចឹងទៅចាប់កូនហើយភ្នែកកូនហ្នឹងនៅដដែលភ្នែកស្លើមើលទៅលើមើលឆ្វេងមើលស្ដាំរបៀបដូចតក់ស្លុតខ្លាំងចឹងណាហើយប្តីរបស់គាត់ក៏ចាប់ដើមសូត្រនៅបល័យដែលគាត់ធ្លាប់សូត្រហើយឲ្យកូនគាត់ស្ងាត់ណាហើយកូនរបស់គាត់ក៏សង្ងំគេងទៅដល់ព្រឹកឡើងបងពៅគាត់បានទៅបបួលបងស្រីគាត់ទៅកន្លែងគ្រូម្ដងទៀតអ្នកគ្រូបានបញ្ជាក់ថាកាលពីមុនហ្នឹងគេគ្រាន់តែចង់បានខ្ទមចង់បានក្រែមចង់បានម្សៅតែឥឡូវនេះគឺគេលែងចង់បានហើយដោយសារតែមានការប្រមាថរបស់ប្តីរបស់គាត់អញ្ចឹងគេថាសារនេះគេមិនត្រឹមតែលេងប៉ុណ្្នឹងទេគេយកដល់ជីវិតក្មេងទៀតផងពេលដែលបងពៅគាត់បានលឺអញ្ចឹងហើយគាត់មានការតក់ស្លុតជាខ្លាំងហើយគាត់ពិបាកចិត្តដែរព្រោះអីប្តីរបស់គាត់អត់ជឿលើនឹងទេបើសិនជាគាត់ជំនះធ្វើគឺមានតែការឆ្លោះគ្នានិងបញ្ហាតែប៉ុណ្ណោះនៅត្រង់កន្លែងនេះខ្ញុំសូមបញ្ជាក់បងប្អូនបន្តិចកុំឲ្យបងប្អូនឆ្ងល់ថាប្តីរបស់គាត់អត់ជឿលើអបិយជំនឿខ្មោចព្រាយបិសាចអីទេហេតុអីក៏ពេលដែលកូនគាត់យំគាត់សូត្របល័យសូត្រអីដើម្បីឲ្យកូនគាត់ស្ងាត់ចឹងអញ្ចឹងគាត់បានសួរទៅលើប្តីគាត់ដែរប្តីគាត់ថាវាមិនមែនជាបល័យជាអីទេគ្រាន់តែជាធម៌សូត្រដើម្បីឲ្យក្មេងគេងលក់ស្រួលតែប៉ុណ្ណោះហើយគាត់ក៏បានសួរនាំអីច្រើនដែរបន្តសាច់រឿងយ៉ាងវិញបងពៅគាត់ខ្លាចគាត់ចេះតែខ្លាចហើយតែធ្វើម៉េចដើម្បីកូនបន្ទាប់ពីគាត់គិតឃើញចឹងហើយគាត់ថាទោះជាយ៉ាងណាជីវិតកូនរបស់គាត់សំខាន់ជាងទោះមានរឿងឆ្លោះប្រកែកមិនស្ដីមិននិយាយរកគ្នាខ្លះក៏មិនអីដែរដើម្បីជីវិតកូនរបស់គាត់អញ្ចឹងគាត់ក៏ទៅផ្ទះរបស់បងស្រីគាត់ដើម្បីធ្វើជាខ្ទមដាក់ក្រែមដាក់ម្សៅសម្រាប់ដាក់ឲ្យគេណាអញ្ចឹងប្តីរបស់បងស្រីគាត់ហ្នឹងក៏បានជួយរៀបចំជួយធ្វើអញ្ចឹងទៅពេលដែលធ្វើឲ្យអីហើយបងពៅក៏គាត់បានដឹកយកមកដាក់នៅពីក្រោយកន្លែងគុំអាស័យហ្នឹងពេលដែលប្តីគាត់មកពីធ្វើការវិញក៏ដើរទៅក្រោយផ្ទះដើម្បីយកចំណីទៅបាចឲ្យមន់ស្រាប់តែគាត់ឃើញខ្ទមដែលមានរៀបចំជាក្រែមជាម្សៅហ្នឹងក៏គាត់ខឹងហើយក៏កាត់កាន់ណាជំនីជីកដីហ្នឹងយកទៅវាយកំទេចភ្លាមចឹងប្រពន្ធរបស់គាត់ហ្នឹងគឺអត់ដឹងទេព្រោះរវល់លក់ដូរនៅខាងមុខផ្ទះណោះ
សັບតាយប់ឡើងសັບតាកូនគាត់នៅតែយំបើកភ្នែកធំធំស្លេស្លើហើយចាប់ផ្ដើមក្តៅខ្លួនតហក់ហើយប្តីរបស់គាត់ក៏ចាប់ផ្ដើមសូត្រទៀតហើយសូត្របល័យដែលគាត់ធ្លាប់សូត្ររដងណាតែលើកនេះសូត្រយ៉ាងណាគាត់បាត់ដែរភ្នែកកូនរបស់គាត់ក៏ចាប់ផ្ដើមមើលទៅលើស្លេដកដង្ហើមតហក់សឹងតែមិនដល់គ្នាពេលនោះបងពៅគាត់ភ័យខ្លាំងព្រោះរដងឲ្យតែពេលកូនគាត់យំប្តីគាត់ចាប់ផ្ដើមសូត្រហើយកូនគាត់ក៏ស្ងាត់តែឥឡូវទោះសូត្រយ៉ាងណាក៏កូនគាត់នៅតែយំអញ្ចឹងគាត់ក៏ឆ្ងល់ដែរថាគាត់ក៏បានធ្វើជាខ្ទមជាអីហើយមិនក៏នៅតែមកតាមលោតាមបន្លាចរបស់កូនគាត់អញ្ចឹងទាំងតែគាត់អត់ដឹងថាប្តីរបស់គាត់បានកំទេចខ្ទមនឹងចោលទេបងពៅគាត់ចាប់ផ្ដើមបែបបន់ហើយគាត់បាននិយាយថាបើសិនជាការធ្វើរបស់គាត់ខ្វះខាតឬក៏អត់ល្អត្រង់កន្លែងណាមួយស្អែកហ្នឹងគាត់នឹងទៅជួបគ្រូដើម្បីបំពេញបន្ថែមនៅចន្លោះខ្វះខាតរបស់គាត់លុះព្រឹកឡើងគាត់ក៏ទៅបបួលបងស្រីរបស់គាត់ហ្នឹងទៅកន្លែងអ្នកគ្រូម្ដងទៀតតែពេលដែលគាត់ទៅដល់ហ្នឹងអ្នកនៅខាងហ្នឹងក៏បានប្រាប់ថាអ្នកគ្រូគាត់មានការរវល់ទៅឆ្ងាយប្រហែលជាល្ងាចអីបានជាគាត់មកត្រឡប់មកវិញអញ្ចឹងបងពៅគាត់មានអារម្មណ៍អត់សុខអត់សំណុកក្នុងចិត្តគាត់ដើរចុះដើរឡើងក៏បបួលបងស្រីរបស់គាត់ហ្នឹងទៅផ្ទះវិញទៅមើលកន្លែងខ្ទមរបស់គាត់ថាតែគាត់ធ្វើហ្នឹងចន្លោះកន្លែងណាអត់ស្អាតត្រង់កន្លែងណាបានជាគេមករោរឿងនៅតែមកលោកូនគាត់អញ្ចឹងពេលដែលគាត់ទៅដល់ហ្នឹងគឺគាត់ចាប់ផ្ដើមស្តក់ស្លុតដោយសារតាខ្ទមដែលគាត់ធ្វើហើយកាលពីម្សិលហ្នឹងមានគេវាយកំទេចចោលអស់ពេលភ្លាមនោះគាត់ក៏បានទេទៅប្តីគាត់តែប្តីរបស់គាត់ហ្នឹងគឺអត់លើកទូរស័ព្ទទេក្នុងចិត្តបងពៅគាត់តែងខ្លាំងណាស់តាក់ទងទៅប្តីអត់បានផងណាមួយគ្រូអត់នៅផងលុះដល់ល្ងាចឡើងហ្នឹងគឺគាត់ព្យាយាមតាក់ទងទៅប្តីគាត់ម្សាទៀតតែលើកនេះតាក់ទងយ៉ាងណាក៏ប្តីគាត់គឺអត់លើកទេអញ្ចឹងគាត់ក៏បបួលបងស្រីគាត់ហ្នឹងទៅផ្ទះអ្នកគ្រូម្សាទៀតតែទៅសារនេះគឺបានជួបអ្នកគ្រូក៏បាននិយាយថាអ្វីនេះគឺចង់ហួសពេលទៅហើយដោយសារតែការប្រមាថរបស់ប្តីគាត់ចឹងគាត់មិនអាចជួយបានទេព្រោះអីរឿងនេះគឺដល់ពីសមត្ថភាពរបស់គាត់ហើយមួយសន្ទុះក្រោយមកគាត់ក៏ឃើញលេខផ្លែកមួយដែលតាក់ទងមកគាត់ហើយគាត់ក៏ចាប់ដើមលើកហើយលេខផ្លែកនោះក៏បាននិយាយថាគាត់នឹងគឺជាប្រពន្ធបងបុត្រមែនហើយឥឡូវនេះបងបុត្របានជួបគ្រោះថ្នាក់ចរាចរណ៍នៅឯភូមិនិគមមួយបងពៅក៏ចាប់ផ្ដើមសួរដំណើរដើមតងថាប្តីគាត់ក្រែងនៅកន្លែងធ្វើការតើអីហេតុអីសុកបានទៅដល់ភូមិនិគមអញ្ចឹងម្ចាស់សលេងទូរស័ព្ទនោះក៏បានបញ្ជាក់ប្រាប់ថាដោយសារតែមានកម្មវិធីជប់លៀងរបស់អ្នករួមការងារនៅកន្លែងធ្វើការហ្នឹងអញ្ចឹងក៏អញ្ជើញគាត់ទៅញ៉ាំអីនៅផ្ទះរបស់គាត់ម្ចាស់សលេងទូរស័ព្ទនោះក៏បន្តទៀតថាពេលដែលមុនទៅជប់លៀងហ្នឹងក៏គាត់ក៏បានសួរប្តីគាត់ដែរថាបងឯងបានខលទៅតាក់ទងប្រពន្ធមកឯងណាថាបងឯងមានកម្មវិធីជប់លៀងនៅក្រៅប្តីគាត់ក៏បាននិយាយថាមិនប្រាប់ក៏បានដែរព្រោះអីមិនសូវជាត្រូវគ្នាផងរៀងឆ្លុះប្រកែកគ្នាទីទួអញ្ចឹងមិនប្រាប់ទេប្តីរបស់បងពៅបានកេងសម្រាកនៅមន្ទីរពេទ្យការម៉ែតមួយនៅខេត្តបាត់ដំបងដោយរបួសគាត់ធ្ងន់គាត់កេងសម្រាកដល់ដឹងខ្លួននោះអស់រយៈពេល2យប់3ថ្ងៃបងពៅគាត់បានទៅសួរនាំដំណើរដំតងពីអ្នករួមដំណើរជាមួយប្តីគាត់មិត្តភក្តិគាត់បាននិយាយថាបងផុតមិនមែនជាអ្នកបើកឡានទេគឺជាគាត់តែដល់ពេលដល់ផ្លូវបត់ចូលនិគមគាត់ព្យាយាមជន់ប្រាំងដែរតែជន់អត់ជាប់ដូចមានអ្វីមកខ្ទាស់ប្រាំងចឹងធ្វើឲ្យគាត់រេចកោតហើយក៏ក្លាប់ឡានតែម្ដងពេលដែលប្តីគាត់ដឹងខ្លួនក៏យកសាច់រឿងទៅនិយាយមួយប្តីគាត់ថាឯងមកពីវាយកំទេចខ្ទមនឹងតែដឹងបានធ្វើឲ្យឯងជួបរឿងហេតុការណ៍បែបនេះបងផុបក៏ព្យាយាមប្រកែកហើយនិយាយថាវាមិនមែនជារឿងខ្មោចព្រាយអីទេវាគ្រាន់តែជាហេតុការណ៍ដែលកើតឡើងចៃដន្យប៉ុណ្ណោះពេលយប់ឡើងពេលដែលគាត់គេងសម្រាប់នៅទីពេទ្យនោះប្តីគាត់ក៏ឃើញសមោខ្មៅហើយក៏គាត់ស្រែកសួរពន្ធគាត់ថាឯងឃើញអីអត់នោះឯងនោះនៅកន្លែងនោះមិនគាត់ក៏តបវិញថាឯងបានឃើញអីមែនឯងកាត់អីមែនប្តីគាត់ក៏ធ្វើកាយវិការក្វះដៃក្វះជើងពេលនោះបងពៅក៏ចាប់ប្តីគាត់ហើយក៏ហៅគ្រូពេទ្យមកគ្រូពេទ្យបានដាក់ថ្នាំបំបាត់ការឈឺចាប់ហើយឲ្យគាត់សង្ងំគេងលុះដល់ព្រឹកឡើងគាត់បានប្រាប់ប្រពន្ធគាត់ថាកាលពីយប់មិញហ្នឹងមានគេមកខ្សឹបដាក់ត្រចៀកគាត់ថាហើយញ៉ាំរួចខ្លួនទេហើយគាត់ក៏បបួលប្រពន្ធគាត់ទៅសម្រាប់ព្យាបាលនៅផ្ទះតែប្រពន្ធក៏ប្រាប់ថារបួសឯងរៀងធ្ងន់អញ្ចឹងពេទ្យអត់អនុញ្ញាតឲ្យយើងទៅព្យាបាលនៅខាងក្រៅទេរបួសរបស់គាត់ហ្នឹងគឺបាត់ដៃខាងឆ្វេងឯកែងដៃរបស់គាត់ហ្នឹងគឺសាច់រយាយអស់ហើយដោយសារតាមុតជាមួយនឹងកញ្ចក់មុខរបស់គាត់ហ្នឹងក៏ត្រូវជាមួយនឹងកញ្ចក់ផងដែរសម្រាប់ឲ្យអ្នកបើកឡានដែលត្រូវជាមិត្តភក្តិរបស់គាត់ហ្នឹងគឺគេអត់ត្រូវអីទេគ្រាន់តែកត់មុខកត់មកទីទួចខកឲ្យតែប្តីបងពៅគឺរៀនខ្លួនជាងគេ
ប្តីគាត់នៅតែនិយាយដែរទីចេញទៅផ្ទះពេលនោះគាត់ក៏គិតថានៅក្នុងមន្ទីរពេទ្យសបោពពួកអស់ទាំងហ្នឹងបើសិនជារិស័យប្តីគាត់ខ្សោយប្រកាសជាគេមកលោប្តីគាត់ហើយអញ្ចឹងគាត់នឹងនិយាយមួយគ្រូពេទ្យក៏អនុញ្ញាតឲ្យគាត់នឹងចេញទៅព្យាបាលនៅផ្ទះតែរៀងរាល់3ថ្ងៃម្ដងគឺត្រូវតែមកលាងរបួសព្រោះអីខ្លាចរបួសអបផ្សាយធ្វើឲ្យរាលដាលធំជាងមុនពេលមកដល់ផ្ទះហ្នឹងគាត់បានឆ្លៀតសួរប្តីគាត់ថានៅមន្ទីរពេទ្យហ្នឹងឯងបានឃើញអីមែនឯងកើតអីមែនប្តីគាត់គឺអត់តបតជាមួយគាត់ទេគឺស្ងាត់ហើយក៏មិននិយាយអ្វីទាំងអស់ប្តីរបស់បងពៅគឺជាមនុស្សដែលចូលចិត្តជក់បរិយហើយត្រឡប់របស់គាត់ហ្នឹងតែងតែងើបទៅជក់បរិយនៅខាងក្រៅរួចបត់ដៃបត់ជើងពេលនោះបងពៅក៏ចាំជូនទៅដែរតែប្តីគាត់ថាមិនអីទេមួយសន្ទុះក្រោយមកគាត់បានឃើញប្តីរបស់គាត់ដែលឆ្លេឆ្លាត្រឡប់មកវិញហើយគាត់ក៏សួរប្តីគាត់ថាតើឯងកើតអីមានរឿងអីប្តីគាត់ក៏ប្រាប់ថាមុនហ្នឹងគាត់បានឃើញស្ត្រីរាងចំណាស់ម្នាក់សក់លបាយសលាយខ្មៅដើរមកជិតគាត់ហើយមុខឡើងចំដុំភ្លេចឡើងរូងទឹកមុខប្រែញញឹមគួរខ្លាចយកដៃចុលមកគាត់រួចក៏បាត់ស្មល់តែម្ដងលុះដល់ព្រឹកឡើងគាត់ចាប់ដើមក្តៅខ្លួនដេករងាញញាក់ពេលនោះបងពៅក៏បញ្ជូនទៅពេទ្យភ្លាមគ្រូពេទ្យបានធ្វើការពិនិត្យរួចក៏ប្រាប់ថាដៃរបស់ប្តីគាត់មានការអាប់សែដោយសារតែនៅសល់កំទេចអំបែងកញ្ចក់នៅក្នុងហ្នឹងគ្រូពេទ្យបានធ្វើការវះកាត់យកកំទេចអំបែងកញ្ចក់ចេញហើយយកសាច់ដែលផុយដែលអាប់សាយយកទៅពិនិត្យហើយក៏រកឃើញថាប្តីរបស់គាត់មានជាតិស្ករលើសកម្រិតអាចវិវត្តទៅជាជំងឺទឹកនោមផ្អែមគ្រូពេទ្យបានផ្ដល់ថ្នាំបញ្ចុះជាតិស្ករហើយនឹងធ្វើការតាមដានរយៈពេល1អាទិត្យលុះ1អាទិត្យក្រោយមកដៃរបស់ប្តីគាត់មិនបានធូរសះស្បើយសោះឡើយបែរទៅជាឡើងផុយហើយឡើងចំដុំហើយគាត់បានបន្តទៀតថាប្តីរបស់គាត់ចាប់ផ្ដើមយំធ្ងន់ធ្ងរជារៀងរាល់យប់ហើយប្រាប់គាត់ថាដៃរបស់គាត់ដូចមានណាគេមកខាំមកមួលក្តិចនៅកន្លែងមុខរបួសហ្នឹងអញ្ចឹងក្រៅវាបានព្យាបាលអស់រយៈពេលកន្លងមកដៃរបស់ប្តីគាត់មិនបានធូរសះស្បើយសោះឡើយហើយបងពៅក៏បានទៅជួបអ្នកគ្រូហើយអ្នកគ្រូក៏បាននិយាយថាគេខឹងនឹងគាត់ដែលគាត់ប្រមាថវាយកំទេចកន្លែងគេហើយបើចង់បានសុខត្រូវតែធ្វើពិធីបន់ស្រន់សុំខមាទោសសាងសង់កន្លែងឲ្យគេហើយត្រូវកោរសក់ថ្វាយដល់គេបើមិនចឹងទេគេនឹងយកជីវិតទាំងឪពុកនិងកូនចាប់តាំងពីធ្វើពិធីសុំខមាទោសហើយប្តីរបស់គាត់ក៏ចាប់ដើមធូរតែដៃរបស់គាត់គឺអាចដូចដើមទេដោយសារតែរបួសគាត់រៀងធ្ងន់ធ្ងរដែរកូនរបស់គាត់ក៏ឈប់យំតាំងពីពេលនោះរហូតទៅចំពោះរឿងអបិយជំនឿអរូបីគ្មាននរណាអាចបញ្ជាក់បានទេសំខាន់យើងកុំទៅប្រមាថគេនៅដៃគេយើងនៅដៃយើងរកតែក្តីសុខរៀងៗខ្លួនទៅបានហើយចំពោះសាច់រឿងនេះសូមបញ្ចប់ត្រឹមតែប៉ុណ្ណឹងបើសិនជាមានពាក្យពេចន៍ត្រង់ណាដែលមិនសមរម្យឬក៏ការនិយាយទៅខុសឆ្គងនៅត្រង់កន្លែងណាមួយសូមពុកម៉ែបងប្អូនខន្តីអភ័យទោសពីរូបខ្ញុំសូមអរគុណសូមគោរពលា